លោកអ្នកថាតើគេមើលឃើញថាមានវិធីសាស្ត្រណាឬក៏មធ្យោបាយណាដែលគេគិតថាអឺរ៉ុបនៅតែអាចបញ្ចូលសហរដ្ឋអាមេរិកខណៈដែលនៅក្នុងពេលបច្ចុប្បន្ននេះលោកដូណាល់ត្រាំហាក់ប្រកាន់ជំហររឹងត្អឹងខ្លាំងនោះបាទការដែលមានអំណាចទស្សនកិច្ចពីរលើករវាងមេដឹកនាំអឺរ៉ុបគឺទី1មេដឹកនាំបារាំងលោកអេម៉ានូអែលម៉ាក្រុងបានមកជួបលោកដូណាល់ត្រាំហើយលោកកែលស្តាមើនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសក៏បានមកជួបលោកដូណាល់ត្រាំកាលពីសប្តាហ៍មុនមានន័យថាលោកម៉ាក្រុងជួបពីថ្ងៃច័ន្ទលោកកែលស្តាមើជួបថ្ងៃពហុដែលក្នុងជំនួបពិភាក្សាហ្នឹងគឺខាងអឺរ៉ុបមានន័យថាដំណាក់លោកកែលស្តាមើបានលើកឡើងថាគឺអឺរ៉ុបត្រូវការគ្រប់គ្រងពីសហរដ្ឋអាមេរិកជាពិសេសគឺការធានាសន្តិសុខអ៊ុយក្រែនលោកដូណាល់ត្រាំបានបញ្ជាក់ដែរថាសហរដ្ឋអាមេរិកនៅជាមួយចក្រភពអង់គ្លេសប្រសិនបើត្រូវការគ្រប់គ្រងពីសហរដ្ឋអាមេរិកនេះគឺជាចំណុចមួយដែរហើយលោកអេម៉ានូអែលម៉ាក្រុងមិនមែនថាលើកឡើងពីការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកមានន័យថាគ្រប់គ្រងអ៊ុយក្រែនតិចងាកទៅគ្រប់គ្រងប្រទេសរុស្ស៊ីលោកបានថ្លែងនៅថ្ងៃកាលពីយប់ថ្ងៃពុទ្ធសម័យនេះតាក់ទងទៅនឹងការដើរចូលក្នុងយុគសម័យថ្មីនៃតំបន់អឺរ៉ុបគឺការព្រួយបារម្ភពីការកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាក៏ដោយគឺលោកដូណាល់ត្រាំចុងក្រោយនេះបានប្រកាសថាលោកបានទទួលលិខិតពីលោកសេលិនស្គីប្រធានាធិបតីអ៊ុយក្រែនក្រោយពីការប៉ះពាក្យសម្ដីគ្នានៅសេតវិមានកាលពីសប្តាហ៍មុនដែលក្នុងនោះប្រធានាធិបតីអ៊ុយក្រែនបានសន្យាថានឹងបន្តការងារឡើងវិញហើយភាគីទាំងពីរនឹងអាចជួបគ្នាឆាប់ៗដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហើយក្នុងនោះក៏លោកថានឹងជួបឆាប់នេះគឺអាចពង្រឹងកិច្ចសហប្រតិបត្តិការខ្លាំងឡើងថែមទៀតជាមួយគ្នានឹងក៏គេមើលឃើញដែរថាលោកដូណាល់ត្រាំអាចមិនសប្បាយចិត្តមិនពេញចិត្តនឹងការចំណាយតិចពេករបស់សហភាពអឺរ៉ុបឬក៏ប្រទេសជាសមាជិកសម្ព័ន្ធយោធា NATO លើកញ្ចប់ថវិកាវិស័យការពារជាតិដែលពឹងផ្អែកខ្លាំងទៅលើសហរដ្ឋអាមេរិកអញ្ចឹងមេដឹកនាំទាំងអស់គ្រាន់តែសង្ឃឹមថាអ្វីត្បិតតែលោកដូណាល់ត្រាំហាក់ងាកខ្លាំងទៅរករុស្ស៊ីក៏ដោយប៉ុន្តែមិនមែនប្រកាសច្រានចោលឬក៏ផ្ដាច់ទំនាក់ទំនងជាមួយអឺរ៉ុបទេអញ្ចឹងការដែលថាមានក្តីសង្ឃឹមទី1គឺប្រទេសមួយចំនួនបានជួបគ្នារួចហើយនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងឡុងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះក៏លើកឡើងអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែននិងការធានាសន្តិសុខសម្ព័ន្ធអឺរ៉ុបដែរហើយនៅថ្ងៃនេះក៏ផែនការសំខាន់ក្រៅពីការលើកឡើងពីការចំណាយរួមគ្នាក្នុងការជួយដល់អ៊ុយក្រែនក៏ប្រទេសមានដឹកនាំនៃប្រទេសអឺរ៉ុបជាពិសេសគឺសមាជិកអឺរ៉ុបទាំង27ហ្នឹងក៏ព្រមព្រៀងគ្នាថានឹងរៀបចំបញ្ចប់នៅផែនការសន្តិភាពដែលប្រធានាធិបតីអ៊ុយក្រែនថាជាជំហានដំបូងក្នុងការឈានឆ្ពោះទៅរកសន្តិភាពដោយយុត្តិធម៌និងយូរអង្វែងដែរអញ្ចឹងអ្វីដែលក្តីសង្ឃឹមនេះគឺលោកអេម៉ានូអែលម៉ាក្រុងកាលពីម្សិលមិញនេះក៏បានលើកឡើងដែរថាលោកពិចារណាថានឹងអាចវិលត្រឡប់ទៅកាន់សេតវិមានជាថ្មីជាមួយនឹងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដើម្បីបញ្ចុះបញ្ចូលឲ្យលោកដូណាល់ត្រាំងាកមកគ្រប់គ្រងផែនការសន្តិភាពដែលរៀបចំឡើងដោយអឺរ៉ុបវាជាជំហានដំបូងហើយសង្ឃឹមថានឹងអាចធ្វើយ៉ាងណាឲ្យវាត្រូវចិត្តលោកត្រាំផងត្រូវចិត្តខាងទីក្រុងគៀវផងទើបផែនការនោះវាទទួលបានជោគជ័យនេះគឺជាការធ្វើអត្ថាធិប្បាយរបស់បណ្ដាមេដឹកនាំអឺរ៉ុបសូម្បីតែលោកស្រីសាឡាវ៉ាន់ដេលេនប្រធានគណៈកម្មការអឺរ៉ុបក៏លើកឡើងដែរថាអ្វីត្បិតតែយើងគិតគូរអំពីការបំពាក់អាវុធឬក៏ការបង្កើនសតិអាវុធខ្លួនឯងដើម្បីការពារអឺរ៉ុបខ្លួនឯងក៏ដោយប៉ុន្តែក៏នៅតែមានសម្ព័ន្ធមិត្តដែលយើងត្រូវការវិភាសាត្រូវការជជែកនឹងការលើកទឹកចិត្តគ្នាទៅវិញទៅមកជាពិសេសគឺសន្តិសុខតំបន់អឺរ៉ុបនេះឯងជារឿងចាំបាច់ទោះបីជាត្រូវបង្កើនសតិអាវុធខ្លួនឯងតាមរយៈការវិនិយោគលុយប្រមាណ800,000អឺរ៉ូនឹងក៏ដោយបើមិនជាមិនមានការធានាសន្តិសុខពីសហរដ្ឋអាមេរិកក៏មិនអាចធ្វើបានភ្លាមដែរនេះគឺជាតម្រូវការចាំបាច់ហើយមានចំណុចច្រើនដែលគេមើលឃើញថាលោកត្រាំអាចនឹងគ្រប់គ្រងផែនការនេះក្រោយពេលការប្រជុំដាក់ចេញនៅផែនការចុងក្រោយសម្រាប់សន្តិភាពអ៊ុយក្រែននិងការធានាសន្តិសុខសម្រាប់តំបន់អឺរ៉ុបនោះបាទដូច្នេះចង់កត់សម្គាល់បន្ថែមត្រង់ចំណុចនេះបន្តិចថាតើការដែលអឺរ៉ុបបានយល់ព្រមក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនកាន់តែច្រើននេះវាជាផែនការដែលមានតាំងពីយូរមកហើយឬក៏ជាការធ្វើដើម្បីតម្រូវចិត្តឬក៏ផ្គាប់ចិត្តលោកដូណាល់ត្រាំនោះលោកស្រីបាទចំពោះការបដិញ្ញាចិត្តរបស់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបក្នុងការបង្កើនថវិកាលើវិស័យការពារជាតិនេះគឺជាគោលដៅរបស់សហភាពអឺរ៉ុបហើយក៏កើតឡើងដោយសារតែប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងបានជំរុញដែរពីព្រោះតាមពិតលោកត្រាំមិនមែនទើបតែជំរុញឲ្យសហភាពអឺរ៉ុបបង្កើនថវិកាលើវិស័យការពារជាតិដើម្បីភាពរឹងមាំសម្រាប់ខ្លួនឯងនោះទេគឺលោកត្រាំត្រូវបានក្រើនរំលឹករដ្ឋសហភាពអឺរ៉ុបនឹងដាក់សម្ពាធខ្លះទៀតផងតាំងពីឆ្នាំ2018-19កន្លងទៅក្នុងអំឡុងដែលពេលដែលលោកត្រាំ
การดำเนินជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅអាណត្តិដំបូងរបស់លោកម្លេះដល់ពេលបច្ចុប្បន្ននេះគេគាត់សម្គាល់ឃើញថាសហភាពអឺរ៉ុបហាក់ដូចជាកំពុងតែឆ្លេឆ្លាហាក់ដូចជាកំពុងតែស្លន់ស្លោជ្រុលមើលទៅមេដឹកនាំសហភាពអឺរ៉ុបហាក់ដូចជាអត់មានភាពនឹងណៅទេมันមានភាពនឹងណៅហើយជ្រួលច្រាលស្លន់ស្លោឆ្លេឆ្លាមើលទៅពីព្រោះនៅពេលបច្ចុប្បន្ននេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកហាក់ដូចជាធ្វើឲ្យសហភាពអឺរ៉ុបនឹងស្រឡះខ្នងលែងជាការពឹងជាទីពឹងពំនាក់លែងជាទីពឹងផ្អែករបស់សហភាពអឺរ៉ុបទៀតហើយលែងជាខ្នងបង្អែកដ៏ប្រសើរជាពិសេសពាក់ព័ន្ធនឹងវិស័យការពារជាតិរបស់សហភាពអឺរ៉ុបទៀតហើយចឹងហើយបានជាសហភាពអឺរ៉ុបលែងមានកក់ក្ដៅម្យ៉ាងទៀតពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មក៏មានភាពមិនច្បាស់លាស់ជាមួយសហរដ្ឋអាមេរិកដែរម្យ៉ាងទៀតសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្តការគំរាមកំហែងដោយកងកម្លាំងយោធាពីសំណាក់ប្រទេសរុស្ស៊ីទៅកាន់តំបន់អឺរ៉ុបនោះក៏មានសម្ពាធកាន់តែខ្លាំងដែរស្របពេលដែលនៅពេលបច្ចុប្បន្ននេះសហភាពអឺរ៉ុបមិនទាន់មានភាពរឹងមាំលើវិស័យការពារជាតិរបស់ខ្លួននៅឡើយទេជាពិសេសបណ្ដាប្រទេសគេហៅ front line country ជាពិសេសប្រទេសមួយចំនួនដែលនៅគៀកកិតនឹងប្រទេសរុស្ស៊ីដែលនៅភាគខាងកើតនៃសហភាពអឺរ៉ុបហ្នឹងគឺមានក្តីបារម្ភខ្លាំងជាងគេខណៈដែលប្រព័ន្ធការពារជាតិរបស់ខ្លួនហ្នឹងគឺនៅទុនខ្សោយនៅឡើយអញ្ចឹងសហភាពអឺរ៉ុបនៅពេលបច្ចុប្បន្ននេះហាក់ដូចជាហេលហាលហេងហាងស្លន់ស្លោមើលទៅមិនប្រកបប្រជាពីព្រោះគ្រប់យ៉ាងវាបានប្រែប្រួលនៅត្រង់ថាកាលពីមុនសហភាពអឺរ៉ុបនឹងហាក់ដូចជាពឹងផ្អែកខ្លាំងទៅលើសហរដ្ឋអាមេរិកក្នុងប្រព័ន្ធការពារជាតិនិងពាណិជ្ជកម្មនេះឯងដល់ពេលបច្ចុប្បន្ននេះមិនត្រឹមតែសហរដ្ឋអាមេរិកនឹងហាក់ដូចជាតោះតើយហាក់ដូចជាមិនសូវជាមានសង្ឃឹមក្នុងជាទីពឹងពំនាក់ដោយកាលពីមុនថែមទាំងមានសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនទៅទៀតត្បិតតែសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងអ៊ុយក្រែននិងរុស្ស៊ីមែនប៉ុន្តែសង្គ្រាមនេះវានៅក្នុងតំបន់អឺរ៉ុបហើយតាមការប៉ាន់ប្រមាណគឺប្រសិនបើរុស្ស៊ីទទួលជ័យជំនះក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះរុស្ស៊ីនឹងមិនបញ្ចប់មហិច្ឆតារបស់ខ្លួនទេរុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសណាមួយផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបសូម្បីតែប្រទេសដែលជាសមាជិកអង្គការ NATO ក៏ប្រហែលជារុស្ស៊ីមិនញញើតក្នុងការវាយប្រហារដែរចឹងហើយបានជាសហភាពអឺរ៉ុបមួយរយៈកាលចុងក្រោយនេះស្លន់ស្លោបើកកិច្ចប្រជុំនិយាយហើយនិយាយទៀតជួបជុំគ្នាម្ដងហើយម្ដងទៀតក្នុងរយៈពេលតាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី20 ខែមករាឆ្នាំ2025នេះសហភាពអឺរ៉ុបមេដឹកនាំបណ្ដាប្រទេសនៅសហភាពអឺរ៉ុបបានជួបប្រជុំគ្នាញឹកញាប់មែនទែនដល់ទៅ5-6 ដងទៅហើយការពិភាក្សាគ្នានោះគឺពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែនឲ្យបន្តសង្គ្រាមជាមួយប្រទេសរុស្ស៊ីផងហើយក៏ពិភាក្សាគ្នាអំពីការបង្កើនថវិកាលើវិស័យការពារជាតិផងទៀតប៉ុន្តែឥឡូវនេះបើទោះបីជាសហភាពអឺរ៉ុបមូលមាត់គ្នាមូលមតិគ្នាក្នុងការបង្កើនថវិកាលើវិស័យការពារជាតិក៏វាអត់ទាន់ពេលដែរអត់ទាន់ពេលដោយសារតែសមត្ថភាពការពារជាតិរបស់បណ្ដាប្រទេសនៅសហភាពអឺរ៉ុបនោះមិនរឹងមាំដូច្នេះវាត្រូវការពេលវេលាច្រើនឆ្នាំតទៅមុខទៀតទើបអាចរឹងមាំបានហើយក្នុងអំឡុងពេលនេះគឺសហភាពអឺរ៉ុបទទួលរងការគំរាមកំហែងដោយយោធាពីប្រទេសរុស្ស៊ីហើយស្រេចខណៈដែលមើលទៅសហរដ្ឋអាមេរិកដូចជាពឹងលែងសូវបានដោយកាលពីមុនអញ្ចឹងសរុបមកវិញការបង្កើនថវិកាលើវិស័យការពារជាតិរបស់មេដឹកនាំសហភាពអឺរ៉ុបនេះមានន័យថាត្រូវធ្វើឡើងតាមការបង្ខំរបស់លោកត្រាំផងក៏ត្រូវបានធ្វើឡើងតាមជាក់ស្ដែងខណៈដែលប្រព័ន្ធការពារជាតិរបស់ខ្លួនមិនមានភាពរឹងមាំផងនឹងបាទដូច្នេះសញ្ញានៃការគេហៅថាបន្ទន់អេរយាប័តរបស់សហភាពអឺរ៉ុបហើយព្យាយាមធ្វើទៅតាមអ្វីដែលលោកដូណាល់ត្រាំលើកឡើងនេះវាជាសញ្ញាវិជ្ជមានដែរទេសម្រាប់ការចូលរួមនិងរួបរวมគ្នាឡើងវិញរបស់អាមេរិកនិងអឺរ៉ុបសម្រាប់ការចរចាសន្តិភាពនៅក្នុងសង្គ្រាមនៅអ៊ុយក្រែននេះលោករីណាហើយអាមេរិកនឹងអាចងាកមកកាន់សហភាពអឺរ៉ុបវិញកាន់តែស្និទ្ធស្នាលជាងមុនវិញដែរទេក្រោយមានការបែកបាក់គ្នាមួយរយៈនោះបាទសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនេះមិនឈានដល់ការបែកបាក់ទេប៉ុន្តែគ្រាន់តែថាគោលនយោបាយរបស់លោកត្រាំដូរប្លែកខុសពីមុនម្ល៉េះហើយធ្វើឲ្យប្រទេសនៅបណ្ដាប្រទេសនៅអឺរ៉ុបគឺមានការរិះគន់ផងនិយាយក្រោយខ្នងលិចកើតថាបែបនេះបែបនោះមិនគោរពគ្នាទៅវិញទៅមកផងប៉ុន្តែក្រោយពេលដែលលោកដូណាល់ត្រាំបានគម្រាមច្រើនលើកអំពីការបង្កើនការចំណាយលើវិស័យយោធាឲ្យដល់3-5%អ
ឥឡូវនេះគឺចក្រភពអង់គ្លេសក៏បានបដិញ្ញាដែរប្រទេសបារាំងក៏បដិញ្ញាដែរក្នុងកម្រិតថា2.5% ឬក៏រហូតដល់3% នៅឆ្នាំ2029នេះជាដើមហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកក៏ហាក់បង្ហាញពីជំហរមួយគម្រាមយ៉ាងច្បាស់ក្រោយពេលដែលជំនួបរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកជាមួយនឹងសមាភិកីនៅតំបន់អឺរ៉ុបហ្នឹងថាអាមេរិកកំពុងតែស្វះស្វែងរកការបញ្ចប់ទូនីតិរបស់ខ្លួនក្នុងនាមជាប្រទេសធានាសន្តិសុខនៅតំបន់អឺរ៉ុបដោយសារថាសហរដ្ឋអាមេរិកក៏ត្រូវពង្រឹងខ្លួនឯងដែរហើយម្យ៉ាងវិញទៀតគឺប្រទេសទាំងអស់ក៏ត្រូវពង្រឹងខ្លួនឯងអញ្ចឹងបញ្ហាពាណិជ្ជកម្មក៏អញ្ចឹងដែរលោក Donald Trump មិនទាន់ប្រកាសដំឡើងពន្ធផ្លូវការផងទេបណ្ដាប្រទេសនៅអឺរ៉ុបនិយាយច្រើនពេកទៅហើយអំពីគោលនយោបាយការផ្លាស់ប្ដូរគោលនយោបាយបរទេសគោលនយោបាយពាណិជ្ជកម្មធ្វើឲ្យប៉ះពាល់សន្តិសុខធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចរុញអតិផរណាជាដើមជាបន្តបន្ទាប់ចឹងហើយបានជាលោក Donald Trump ចេះតែបន្តការដំឡើងពន្ធគឺដើម្បីឲ្យប្រទេសទាំងអស់នេះគ្នានោះគឺមានចំណែកស្មើភាពក្នុងការធ្វើអាជីវកម្មផងមានចំណែកស្មើភាពឬក៏ប្រហាក់ប្រហែលលើការចំណាយផ្នែកសន្តិសុខផងនិយាយជារួមទៅគឺក្រោយពេលជំនួបរវាងរដ្ឋមន្ត្រីការប្រធានាធិបតីសហរដ្ឋអាមេរិកជាមួយនឹងប្រធានាធិបតីបារាំងជាមួយនឹងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសក្នុងរយៈកាលកន្លងមកនេះក៏មិនបង្ហាញពីចំហថាមានការបែកបាក់ទេប៉ុន្តែលោក Donald Trump គ្រាន់តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថានឹងនៅការពារអឺរ៉ុបដូចពីមុនទៀតឬយ៉ាងណាអត់មាននិយាយទេគឺដោយគ្រាន់តែថាចក្រភពអង់គ្លេសត្រូវគិតខ្លួនឯងត្រូវចំណាយដើម្បីខ្លួនឯងផងកុំដើម្បីតែប្រទេសនេះប្រទេសនោះហើយម្យ៉ាងទៀតការជំរុញរបស់លោក Donald Trump នេះក៏គេមើលឃើញថាជាការដាក់សម្ពាធដើម្បីឲ្យប្រទេសនោះគិតគូរឡើងវិញទាំងបញ្ហាការចំណាយលើវិស័យការពារជាតិហើយទាំងការធ្វើពាណិជ្ជកម្មដោយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump ហ្នឹងគឺទាមទារឲ្យសហភាពអឺរ៉ុបឬក៏បណ្ដាប្រទេសអឺរ៉ុបហ្នឹងទិញផលិតផលបន្ថែមពីសហរដ្ឋអាមេរិកកុំឲ្យជញ្ជីងពាណិជ្ជកម្មវាមានកម្រិតឆ្ងាយពេកវាអតុល្យភាពខ្ពស់ពេកអញ្ចឹងគេមើលឃើញថារយៈកាលចុងក្រោយនេះការស្វះស្វែងការប្រញាប់ប្រញាល់របស់បណ្ដាមេដឹកនាំអឺរ៉ុបនេះក៏ព្យាយាមតម្រូវចិត្តលោក Donald Trump ដែរហើយទោះបីជាយ៉ាងណាក៏ដោយការមិនបែកបាក់ជាមួយគ្នានេះគ្រាន់តែជាការផ្លាស់ប្ដូរគោលនយោបាយនេះគឺធ្វើឲ្យមានការព្រួយបារម្ភខ្លាំងអញ្ចឹងទេការរៀបចំផែនការសន្តិភាពជំហានទី1ដែលថានឹងដាក់ជូនលោក Trump ហើយព្យាយាមតម្រូវចិត្តលោក Trump ផងព្យាយាមតម្រូវចិត្តខាងអ៊ុយក្រែនផងនេះវាអាចជាជំហានមួយវិជ្ជមានដែលគេមើលឃើញថានឹងខិតជិតគ្នាកាន់តែខ្លាំងប៉ុន្តែត្រង់ថាតើសហរដ្ឋអាមេរិកនឹងធានាសន្តិសុខសម្រាប់អឺរ៉ុបដូចពីមុនវិញយ៉ាងណាគឺមិនទាន់ច្បាស់ទេហើយក៏មិនទាន់បញ្ចប់ទូនទីរបស់ខ្លួនដែរគ្រាន់តែជាការព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump តែប៉ុណ្ណោះបាទថាតើការងាកមកគ្រប់គ្រងវិស័យការពារជាតិរបស់ខ្លួនគឺការបង្កើនការចំណាយកាន់តែខ្លាំងដើម្បីធ្វើម៉េចធានាការរក្សាសន្តិសុខរបស់អឺរ៉ុបដោយមិនពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិកនោះវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ជំនួយរបស់អឺរ៉ុបជួយទៅដល់អ៊ុយក្រែនដែលទេនៅក្នុងពេលបច្ចុប្បន្ននេះខណៈដែលអ៊ុយក្រែននៅពេលនេះគឺពឹងផ្អែកតែលើជំនួយរបស់អឺរ៉ុបនោះបាទចំពោះសហភាពអឺរ៉ុបនេះបើនិយាយពីជំនួយទៅលើអ៊ុយក្រែននោះគឺទោះបីជាផ្ដល់ជំនួយក៏មិនដល់កម្រិតសហរដ្ឋអាមេរិកដែរចឹងហើយបាននៅពេលបច្ចុប្បន្ននេះសហភាពអឺរ៉ុបនឹងក៏ទៅអន្តងតែសហរដ្ឋអាមេរិកជាពិសេសព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump នឹងឲ្យងាកបែរមកគ្រប់គ្រងប្រទេសអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីដែរឬយ៉ាងហោចណាស់អឺរ៉ុបនៅតែមានក្តីសង្ឃឹមថាប្រសិនបើសហរដ្ឋអាមេរិកនៅតែគ្រប់គ្រងប្រទេសអ៊ុយក្រែននោះសង្គ្រាមនៅក្នុងអ៊ុយក្រែននេះក៏អាចត្រូវបានបញ្ចប់ដែរពីព្រោះសង្គ្រាមនេះក្តីសង្ឃឹមទៅលើតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះចំពោះសហភាពអឺរ៉ុបគឺគ្មានសង្ឃឹមថាអាចនឹងបញ្ចុះបញ្ចូលរុស្ស៊ីឬអាចនឹងនិយាយជាមួយរុស្ស៊ីក្នុងដំណើរឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានដែរយ៉ាងហើយបានជាសហភាពអឺរ៉ុបនឹងជ្រួលច្រាលចិត្តខ្លាំងហើយទាមទារនឹងមានក្តីសង្ឃឹមថែមទៀតថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលប្រទេសអ៊ុយក្រែននោះទេបើនិយាយអំពីជំនួយរបស់សហភាពអឺរ៉ុបនឹងទោះបីជាអឺរ៉ុបផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុក្នុងបរិមាណច្រើនប្រហាក់ប្រហែលសហរដ្ឋអាមេរិកឲ្យទៅប្រទេសអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមក៏ដោយក៏ប្រសិទ្ធភាពនៃសង្គ្រាមរបស់ប្រទេសអ៊ុយក្រែនមិនរឹងមាំប្រហាក់ប្រហែលគ្នានឹងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកទេដោយសារតែសហភាពអឺរ៉ុបបើឲ្យលុយគឺឲ្យតែលុយហើយនឹងការទិញគ្រឿងយុទ្ធោបករណ៍គឺមានតែគ្រឿងយុទ្ធោបករណ៍ប៉ុន្តែចំពោះបច្ចេកវិទ្យាយោធាចំពោះយុទ្ធសាស្ត្រសង្គ្រាមគឺសហភាពអឺរ៉ុបមិនមានដូចសហរដ្ឋអាមេរិកទេចឹងហើយបានជាសហភាពអឺរ៉ុបនៅតែអន្តងនៅតែបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យគ្រប់គ្រងខណៈដែលនៅពេលនេះខ្លួនឯងចំណាយលុយច្រើនលើវិស័យការពារជាតិផង
ហើយក៏ត្រូវមានភារកិច្ចក្នុងការផ្ដល់ជំនួយឲ្យទៅប្រទេសអ៊ុយក្រែនផងដូច្នេះបន្ទុកសម្រាប់សហភាពអឺរ៉ុបវាធ្ងន់ពេលបន្ទុកវាធ្ងន់បែបនេះប្រសិទ្ធភាពនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនទប់ទល់ជាមួយប្រទេសរុស្ស៊ីក៏វាមានការពិបាកទៀតអញ្ចឹងសង្គ្រាមនឹងប្រសិនទៅធ្លាយអ៊ុយក្រែនមួយចាត់ទុកថាលបើកទ្វារមុខកាលណាលបើកទ្វារមុខអញ្ចឹងគឺវាងាយស្រួលក្នុងការទន្ទ្រានឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីទៅកាន់បណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបហ្នឹងដូច្នេះសរុបមកវិញចំពោះជំនួយសហភាពអឺរ៉ុបទៅដល់ប្រទេសអ៊ុយក្រែនឲ្យធ្វើសង្គ្រាមនេះគឺវាមានភាពមិនរឹងមាំទេចឹងហើយបានជាសហភាពអឺរ៉ុបសង្ឃឹមថាសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកត្រាំនឹងមិនបោះបង់ចោលប្រទេសអ៊ុយក្រែនឲ្យនៅតែលតោលក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះទេបាទ